តែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាគ្រឿងញៀនប្រភេទម៉ាតាកអាចឲ្យមនុស្សច្រើនញៀនយ៉ាងឆាប់រហ័សហើយពិបាកឈប់ប្រើខ្លាំងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីហេតុអ្វីបានជាគ្រឿងញៀនប្រភេទម៉ាតាកដែលគេហៅថាមេតាមហ្វេតាមីនធ្វើឲ្យញៀនខ្លាំងអ្នកខ្លះនិយាយថាខ្ញុំសាកតែម្ដងទេប៉ុន្តែក្រោយមកក្លាយជាមនុស្សដែលញៀនរស់វាមិនបានគ្មានវាមិនបាននៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ថាតើមានអ្វីកើតឡើងក្នុងខួរក្បាលដែលធ្វើឲ្យម៉ាតាកញៀនខ្លាំងជាងគ្រឿងញៀនផ្សេងៗទៀតខួរក្បាលរបស់យើងមានប្រព័ន្ធមួយហៅថា reward system ប្រព័ន្ធនេះធ្វើឲ្យយើងមានអារម្មណ៍សប្បាយនៅពេលយើងធ្វើអ្វីដែលមានប្រយោជន៍ឧទាហរណ៍ដូចជាញ៉ាំអាហារឆ្ងាញ់ចេញទៅហាត់ប្រាណជួបមនុស្សដែលយើងស្រឡាញ់សម្រេចគោលដៅអីមួយពេលនោះខួរក្បាលបញ្ចេញសារធាតុមួយឈ្មោះថាដូប៉ាមីនដែលធ្វើឲ្យយើងមានអារម្មណ៍ល្អនិងចង់ធ្វើសកម្មភាពនោះម្ដងទៀតក៏ប៉ុន្តែគ្រឿងញៀនប្រភេទម៉ាតាកមិនមែនគ្រាន់តែបង្កើតដូប៉ាមីនបន្តិចបន្តួចទេវាធ្វើឲ្យដូប៉ាមីនកើនឡើងខ្លាំងខុសពីធម្មតាដល់កម្រិតមួយដែលខួរក្បាលមិនធ្លាប់ជួបប្រទះលទ្ធផលអ្នកប្រើនឹងមានអារម្មណ៍សប្បាយខ្លាំងថាមពលច្រើនមានជំនឿជាក់លើខ្លួនឯងខុសពីធម្មតាហេតុអ្វីបានជាញៀនខ្លាំងបញ្ហាគឺខួរក្បាលចាប់ផ្ដើមរៀនថាគ្រឿងញៀនម៉ាតាកគឺជារង្វាន់មួយដ៏អស្ចារ្យពេលប្រើម្ដងហើយម្ដងទៀតខួរក្បាលនឹងសម្របខ្លួនវានឹងបន្ថយការផលិតដូប៉ាមីនធម្មជាតិនិងបន្ថយចំនួន receptor របស់ដូប៉ាមីននៅក្នុងខួរក្បាលមានន័យថាអ្វីដែលធ្លាប់ធ្វើឲ្យយើងសប្បាយដូចជាជួបជុំគ្រួសារមានការងារល្អហាត់ប្រាណស្ដាប់តន្ត្រីដែលយើងចូលចិត្តជួបមិត្តភ័ក្តិលេងផ្ដល់អារម្មណ៍រីករាយដូចមុនទៀតទេអ្នកជំងឺនឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំសប្បាយបានតែពេលប្រើប្រាស់គ្រឿងញៀននេះហើយដែលជាមូលហេតុនៃការញៀនកាន់តែខ្លាំងចិត្តចេះតែចង់ទៅប្រើការញៀនមិនមែនកើតឡើងដោយការខ្វះឆន្ទៈក៏ទន់ខ្សោយនោះទេប៉ុន្តែវាបណ្ដាលមកអំពីការផ្លាស់ប្ដូររបស់ខួរក្បាលក្រោយពេលញៀនខួរក្បាលនឹងចាប់ផ្ដើមភ្ជាប់អ្វីៗជាច្រើនទៅនឹងគ្រឿងញៀនឧទាហរណ៍គ្រាន់តែឃើញមិត្តភ័ក្តិចាស់ៗដែលធ្លាប់ប្រើជាមួយគ្នាឬក៏ទៅកន្លែងដែលធ្លាប់ប្រើឬក៏ពេលខ្លះគាត់ stress គាត់តានតឹងគាត់មានអារម្មណ៍ឯកានឹងឬក៏ពេលខ្លះគាត់គ្រាន់តែឃើញកំប៉ុងទឹកសុទ្ធទុយោអីក៏ធ្វើឲ្យចិត្តរបស់គាត់នឹងចង់ប្រើដែរបាទគាត់នឹកឃើញចង់តែម្ដងហើយនេះហើយការជប់ប្រើគ្រឿងញៀនមិនមែនគ្រាន់តែត្រូវការឲ្យចិត្តរឹងប៉ឹងប៉ុណ្ណោះទេប៉ុន្តែត្រូវការការព្យាបាលនិងការគ្រប់គ្រងខ្លាំងមែនទែនពីអ្នកនៅជុំវិញសរុបមកម៉ាតាកញៀនខ្លាំងព្រោះវាបញ្ចេញដូប៉ាមីនក្នុងខួរក្បាលយ៉ាងខ្លាំងបំផ្លាញតុល្យភាពធម្មជាតិនៃប្រព័ន្ធ reward system ក្នុងខួរក្បាលធ្វើឲ្យរឿងធម្មតាក្នុងជីវិតលែងសប្បាយបង្កឲ្យមានការញៀនខ្លាំងចិត្តចង់ទៅប្រើនិងហានិភ័យក្នុងការប្រើប្រាស់ទោះប្រថុយគ្រោះថ្នាក់ប្រឈមមុខនឹងទោសទណ្ឌក៏គាត់ចង់ទៅប្រើដែរដូច្នេះការញៀនគ្រឿងញៀនគឺជាបញ្ហាដែលពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរក្នុងខួរក្បាលមិនមែនជាការខ្វះឆន្ទៈខ្វះកម្លាំងចិត្តតែប៉ុណ្ណោះទេប្រសិនបើអ្នកឬមនុស្សជិតខាងកំពុងជួបបញ្ហានេះការស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តនិងការបំពេញគ្រឿងញៀនឲ្យបានឆាប់គឺជាជំហានដ៏សំខាន់បំផុតសូមអរគុណដែលបានទស្សនាប្រសិនបើវីដេអូនេះមានប្រយោជន៍សូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូអប់រំសុខភាពផ្លូវចិត្តនិងការបំពេញគ្រឿងញៀនថ្មីៗជាបន្តទៀតបាទសូមអរគុណ